chưa chia than tí ní bộc mai bong bóngប្រជាជនកម្ពុជាដែលមានឈាមជ័រជាខ្មែរបាទតែងតែសួរពាក្យដូចគ្នាថាតើពេលណាចៅសៀមវាព្រមប្រឡែងវីរៈកងទ័ពរបស់កម្ពុជាយើងដែលវាបានចាប់ទៅដោយខុសច្បាប់ទាំង18នាក់ឲ្យពួកគាត់ត្រឡប់មកប្រទេសកម្ពុជាវិញជារៀងរាល់ថ្ងៃយើងតែងតែសួរគ្នាបែបនេះហើយចម្លើយមិនដឹងថាថ្ងៃណាវាប្រឡែងមកទេបងប្អូនបាទមកស្ដាប់ព័ត៌មានសៀមខ្ញុំនឹងសម្រាយជូនពុកម៉ែបងប្អូនថាមូលហេតុអ្វីបានជាវីរៈកងទ័ពយើងមិនបានត្រឡប់មកមាតុភូមិវិញដោយសារតែសៀមវាប្រើឧបាយកលក៏ដូចជាកលល្បិចមួយចំនួនដែលវាដាក់លក្ខខណ្ឌមកលើកម្ពុជាយើងមិនអាចទទួលយកបានជាពិសេសគឺព័ត៌មានមួយនេះបងប្អូនខ្ញុំមកសម្រាយជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងថាមូលហេតុអ្វីវីរៈកងទ័ពយើងមិនប្រឡែងហើយថ្មីនេះបាទកិច្ចចរចាបាទមិនថា GBC RBC បាទរវាងមេទ័ពតាមភូមិភាគស្ទើរតែមិនអាចទៅរួចដោយសារតែសៀមវាបានដាក់លក្ខខណ្ឌមួយមកលើកម្ពុជាមុននឹងជួបចរចា GBC RBC ហើយនឹងមេភូមិភាគកម្ពុជាត្រូវតែបំពេញលក្ខខណ្ឌរបស់សៀមមួយនេះឲ្យបានសិនមុននឹងមកជួបចរចាគ្នាលក្ខខណ្ឌនោះបងប្អូនទាំងអស់គ្នាបាទវាបានស្នើឲ្យខាងភាគីកម្ពុជារបស់យើងជំលះប្រជាជនបាទឲ្យអស់ចេញពីភូមិព្រៃច័ន្ទបាទបើសិនជាកម្ពុជាមិនទាន់បានជំលះប្រជាជនចេញពីភូមិព្រៃច័ន្ទនោះទេកុំមកចរចាជាមួយវាភាគីកម្ពុជារបស់យើងបានបដិសេធដោយដាច់អហង្ការថាមិនអាចជំលះប្រជាជនចេញពីភូមិព្រៃច័ន្ទបានទេពីព្រោះនេះគឺជាទឹកដីរបស់កម្ពុជាបាទដោយហេតុនេះហើយបាទសាស្ត្រាចារ្យវាមួយចំនួនក៏ដូចជាបាទអ្នកឲ្យយោបល់នេះវាបាននិយាយថាសង្គ្រាមជាលើកទី2នឹងកើតឡើងឆាប់នេះបើសិនជាការចរចាទ្វេភាគីបាទដើរដល់ទីបញ្ចប់តំបន់មួយចំនួនដែលមានភាពចម្រូងចម្រាសជាមួយនឹងកម្ពុជាហើយប្រញាប់រកកន្លែងសុខសុវត្ថិភាពពីព្រោះបើសិនជាមិនមានកិច្ចចរចាណាមួយសមស្របនោះទេការច្បាំងគ្នាជាលើកទី2នឹងចាប់ផ្ដើមឆាប់នេះនៅថ្ងៃទី10ខែ10បាទខាងមុខនេះព័ត៌មានគេមួយចំនួនគេបានបញ្ជាក់ប្រាប់ប្រជាជនគេថាឲ្យត្រៀមឲ្យហើយទៅបើសិនជាដល់ពេលនោះបាទការផ្ទុះសង្គ្រាមជាលើកទី2នឹងឆាបឆេះឡើងសារជាថ្មីបើសិនជាកិច្ចចរចាបាទណាមួយមិនអាចសមស្របគ្នាបាទបងប្អូនស្ដាប់មកដល់ចំណុចនេះហើយបាទបងប្អូនប្រហែលជាដឹងហើយថាមូលហេតុអ្វីបានជាកម្ពុជាយើងស្ងាត់មិនមានភាពហឹកហាក់ដើម្បីឲ្យថៃប្រឡែងវីរៈកងទ័ពយើងមកវិញដោយសារតែលក្ខខណ្ឌមួយចំនួនគឺថៃវាដាក់មកជ្រុលហួសហេតុពេកមិនអាចឲ្យកម្ពុជាយើងទទួលយកបានបាទអញ្ចឹងហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងប្រាប់ទៅដល់បងប្អូនមួយចំនួនឲ្យបានយល់ថាសៀមវាតែងតែដាក់លក្ខខណ្ឌមួយចំនួនដែលកម្ពុជាយើងមិនអាចកាត់ទឹកកាត់ដីកាត់ព្រៃបាទជាទ្រព្យសម្បត្តិរបស់ប្រទេសយើងឲ្យវាបានអញ្ចឹងយើងធ្វើយ៉ាងណាក៏មិនអាចទាមទារវីរៈកងទ័ពរបស់យើងឲ្យវាដោះលែងបានមកព្រាមដែរអញ្ចឹងបងប្អូនបាទសូមតាមដានព័ត៌មាននេះបាទឲ្យតន់ទាំងអស់គ្នាបើសិនជាថៃវាប្រកាសដល់ថ្នាក់នេះហើយខ្ញុំជឿជាក់ថាប្រមុខថ្នាក់ដឹកនាំកម្ពុជាយើងក៏មិនឲ្យវាមកធ្វើអ្វីយើងស្រួលទៀតដែរបាទសូមអរគុណសូមជួយចែករំលែកព័ត៌មាននេះបាទទាំងអស់គ្នាសូមអរគុណ